ព្រាយដើមជ្រៃខេត្តកំពង់ស្ពឺមានរឿងខ្មោចព្រាយរន្ធត់មួយដែលបានកើតឡើងនៅក្នុងភូមិត្រពាំងជ្រៃដែលនៅក្នុងស្រុកមួយខេត្តកំពង់ស្ពឺរឿងនេះជារឿងពិតរបស់បងប្រុសម្នាក់មានឈ្មោះថាពិសិដ្ឋដែលគាត់ជាអ្នករស់នៅក្នុងភូមិនោះហើយគាត់បាននិយាយរៀបរាប់ឲ្យបានដឹងថានៅក្នុងអំឡុងឆ្នាំ1890នៅក្នុងភូមិរបស់គាត់មានដើមជ្រៃដ៏ធំមួយដើមដែលអ្នកភូមិទាំងអស់ហៅថាដើមជ្រៃកណ្ដាលភូមិវាជាដើមជ្រៃដែលមានវ័យចំណាស់តាំងពីបុរាណដែលដុះនៅក្នុងភូមិនោះម្ល៉េះហើយបានជាអ្នកភូមិអ្នកស្រុកទាំងអស់ហៅភូមិនោះថាភូមិដើមជ្រៃហើយក៏គ្មានរឿងអ្វីកើតឡើងនៅក្នុងភូមិដើមជ្រៃនោះដែរប៉ុន្តែលុះរយៈពេលក្រោយមកទៀតមានគ្រួសារមួយដែលទើបផ្លាស់ទីលំនៅមកនៅភូមិនេះដែលបានសង់ផ្ទះនៅជិតដើមជ្រៃដែលដាច់ឆ្ងាយដល់ឡែកពីគេដោយគ្រួសារនោះមានគ្នា4នាក់ឪពុកមានឈ្មោះថាពូសានរីឯប្រពន្ធគាត់មានឈ្មោះថាមីងហែមនិងកូនប្រុស2នាក់ទៀតមានឈ្មោះថាវុធីនិងវិជ្ជការដែលមានអាយុប្រហែល8-9ឆ្នាំតែប៉ុណ្ណោះរាល់ថ្ងៃពូសាននិងមីងហែមតែងតែចូលព្រៃទៅកាប់អុសនិងរកឃ្មុំដើម្បីយកមកលក់រីឯកូនទាំងពីររបស់ពួកគាត់វិញនៅចាំផ្ទះមានយប់មួយវុធីនិងវិជ្ជការបានភ្ញាក់ពីដំណេកទាំងកណ្ដាលយប់ពេលនោះពួកគេទាំងពីរនាក់បងប្អូនបានចុះមកដីដើម្បីជួបបត់ជើងតូចក្នុងពេលនោះវុធីនិងវិជ្ជការបានឃើញមានស្ត្រីម្នាក់នៅឈរក្រោមដើមជ្រៃសក់វែងអន្លាយរូបរាងសមរម្យមុខមាត់ស្លេកស្លាំងនិងបានញញឹមមករកពួកគេលុះព្រឹកឡើងវុធីនិងវិជ្ជការបានយករឿងនេះទៅប្រាប់ពូសាននិងមីងហែមប៉ុន្តែពួកគាត់បានគិតថាប្រហែលជាអ្នករស់នៅក្នុងភូមិបានឈរនៅក្រោមដើមជ្រៃនោះហើយទើបកូនគាត់ទាំងពីរឃើញដូច្នេះលុះយប់បន្ទាប់ក្រោយពីពូសាននិងមីងហែមនិងអ្នកភូមិឯទៀតចូលដំណេកលងលក់ក្នុងពេលរាត្រីដ៏សែនស្ងប់ស្ងាត់អស់នៅក្នុងយប់នោះចាប់តែវុធីនិងវិជ្ជការបានឮសំឡេងមនុស្សស្រីហៅពួកគេទាំងពីរនាក់ល្វើយចេញពីក្រោមដើមជ្រៃពេលនោះវុធីនិងវិជ្ជការបានភ្ញាក់ពីដំណេកព្រមនិងបានស៊ូគ្នាទៅវិញទៅមកបន្តិចក្រោយមកសំឡេងមនុស្សស្រីហៅពួកគេកាន់តែខ្លាំងរួចហើយដោយភាពចង់ដឹងវុធីនិងវិជ្ជការបានចុះដីទៅលួចលើកមើលដោយមិនបានប្រាប់ឪពុកម្ដាយពួកគេដឹងនោះឡើយពេលចុះមកដល់ដីពួកគេទាំងពីរនាក់បានឃើញស្ត្រីកាលពីយប់មិញទៀតនិងបានញញឹមមករកពួកគេដដែលប៉ុន្តែម្ដងនេះស្ត្រីម្នាក់នោះមានរូបរាងគួរឲ្យខ្លាចមានពន្លឺភ្លឺខាងក្រោយខ្នងណែកឡើងក្រហមតែតក្រចកដៃវែងនិងមុខសុទ្ធតែឈាមដែលឈរនៅក្រោមដើមជ្រៃវុធីនិងវិជ្ជការឃើញហើយក៏ភ័យខ្លាចនិងបានរត់ឡើងទៅលើផ្ទះវិញប៉ុន្តែភ្លាមនោះស្រាប់តែស្រីម្នាក់នោះបានលូតដៃយ៉ាងវែងមកចាប់ពួកគេទាំងពីរនាក់អូសទាញទៅយ៉ាងលឿនទៅក្រោមដើមជ្រៃដែលបានធ្វើឲ្យពួកគេទាំងពីរនាក់បងប្អូនត្រហោយយំយ៉ាងខ្លាំងនិងបានចែកឲ្យឪពុកម្ដាយរបស់ពួកគេឲ្យមកជួយរំពេចនោះពូសាននិងមីងហែមបានភ្ញាក់ពីដំណេកទាំងមមីមើលដែលបានឮកូនរបស់គាត់ទាំងពីរនាក់ត្រហោយយំហៅពួកគាត់ពេលនោះពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានស្ទុះមនីរត់ទៅបើកទ្វារក៏បានឃើញស្ត្រីម្នាក់នោះឈរចាប់កូនរបស់គាត់ហើយពួកគាត់ក៏ដឹងថាស្ត្រីម្នាក់នោះគឺជាព្រាយបន្ទាប់មកពូសានបានរត់ទៅយកកាំបិតកាក់ចុះមកដីរត់សម្ដៅទៅជួយកូនគាត់ចំណែកឯមីងហែមវិញបានរត់ទៅដុតភ្លើងនិងយកត្រដោកទុស្តីយកមកគោះផ្អើលពេញភូមិរីឯព្រាយឃើញពូសានរត់មករកខ្លួនដូច្នោះវាបានចាប់វុធីនិងវិជ្ជការឡើងទៅលើដើមជ្រៃភ្លាមនិងបានសោយចំអកដាក់ពូសានទៀតផងមួយសន្ទុះក្រោយមកអ្នកភូមិបានមកជុំចិត្តជុំវិញផ្ទះពូសានភ្លាមនោះអ្នកភូមិទាំងអស់បានសម្លឹងមើលទៅដើមជ្រៃម្នាក់បានឃើញមានភ្លើងក្រហមឆ្អិនឆ្អៅពន្លឺពាសពេញមិនតែប៉ុណ្ណោះបានឃើញស្ត្រីម្នាក់រូបរាងគួរឲ្យខ្លាចកំពុងចាប់វុធីនិងវិជ្ជការដែលកំពុងសែកយំនៅលើដើមជ្រៃមួយនោះផងដែរហើយអ្នកភូមិគ្រប់គ្នាមិននឹកស្មានថានៅដើមជ្រៃធំមួយនោះមានព្រាយដូចនេះសោះរួចហើយអ្នកភូមិទាំងអស់រួមទាំងពូសាននិងប្រពន្ធបាននាំគ្នាអុជធូបសូមអង្វរទៅព្រាយឲ្យដោះលែងវុធីនិងវិជ្ជការត្រឡប់មកវិញនិងបានសន្យាថាអុជធូបថ្វាយសែនមន្តស្ងោទៀតស្ងោជារៀងរាល់ឆ្នាំប៉ុន្តែព្រាយនោះមិនព្រមនោះទេគឺវាចង់បានវុធីនិងវិជ្ជការធ្វើជាកូនរបស់វា
ដែលបានធ្វើឲ្យមីនហែមរូបគាត់ស្រែកយំនិងប្រឹងអង្វរព្រៃនោះជាខ្លាំងបន្ទាប់មកអ្នកភូមិដឹងពីបំណងវាដូច្នោះម្នាក់បាននាំគ្នាយកចម្បាំងនិងអុសជាច្រើនទៅផ្គុំក្រឡឹងគោលដើមជ្រៃរួចហើយក៏បានយកភ្លើងទៅដុតឲ្យឆេះដើមជ្រៃដើម្បីឲ្យព្រៃដោះលែងវុធីនិងវិជ្ជការមកវិញចំណែកឯព្រៃឃើញដូច្នោះវាបានខឹងយ៉ាងខ្លាំងនិងបានប្រើអំណាចរបស់វាធ្វើឲ្យទីនោះមានខ្យល់បក់យ៉ាងខ្លាំងយ៉ាងចម្លែកដែលបានធ្វើឲ្យភ្លើងទាំងអស់នោះរលត់ខ្ទេចខ្ទីគ្មានសល់ហើយបានសោចចំអកលក់លើដាក់អ្នកភូមិទៀតផងចំណែកឯពូសាននិងមីងហែមធ្វើអ្វីព្រៃមិនបានដូច្នោះពួកគាត់ទាំងពីរអ្នកប្តីប្រពន្ធបានត្រឹមតែយំសោកអាណិតកូនរបស់គាត់តែប៉ុណ្ណោះមួយសន្ទុះក្រោយមកស្រាប់តែមានគ្រូអាចារ្យ4នាក់បានមកដល់និងបានឲ្យធូបនិយាយទៅកាន់ព្រៃនោះប៉ុន្តែព្រៃនោះមិនស្ដាប់នោះឡើយគ្រូអាចារ្យឃើញដូច្នោះពួកគាត់បានអង្គុយពេនភ្នែនហើយបានសូត្រមន្តគាថាដាក់ទៅដើមជ្រៃដើម្បីឲ្យព្រៃនោះក្តៅក្រហាយរីឯព្រីវិញក៏បានប្រើអំណាចរបស់វាដ៏ខ្លាំងក្លាដាក់គ្រូអាចារ្យវិញដូចគ្នាដែលបានធ្វើឲ្យនៅទីនោះមានពពកខ្មៅងឹតសូនឈឹងខ្យល់បក់មកដោយខ្យល់ព្យុះស្ទើរទប់ខ្លួនមិនជាប់និងសូររន្ទះផ្គរលាន់មកជាមួយផងដែរលុះបន្តិចក្រោយមកដោយអំណាចរបស់គ្រូអាចារ្យទាំង4ខ្លាំងពេកបានធ្វើឲ្យព្រៃនោះក្តៅក្រហាយប្រកាច់ពេញដើមជ្រៃរីឯខ្យល់បក់និងពពកខ្មៅឬស្បើយបន្តិចម្ដងរហូតតតែអស់រហូតស្ងាត់ត្រឡប់មកភាពដូចដើមបន្ទាប់មកព្រៃនោះក៏សុំចុះចាញ់គ្រូអាចារ្យទាំង4និងបានប្រគល់វុធីនិងវិជ្ជការឲ្យទៅពូសាននិងមីងហែមវិញរួចហើយវាក៏បានហោះចេញពីដើមជ្រៃនោះបាត់ទៅនៅក្នុងពេលនោះទៅដែលបានធ្វើឲ្យអ្នកភូមិទាំងអស់រួមទាំងពូសាននិងមីងហែមម្នាក់ត្រេកអរជាពន់ពេកលុះព្រឹកឡើងគ្រូសាពូសានបានរើផ្ទះចេញពីទីនោះមកសង់ផ្ទះចិត្តក្បែរអ្នកភូមិផ្សេងឯទៀតវិញម្ដងហើយតាំងពីពេលនោះមកនៅក្នុងភូមិដើមជ្រៃទាំងអស់ក៏រស់នៅយ៉ាងសុខសាន្តហើយក៏មិនដែលឃើញព្រៃនោះហោះត្រឡប់មកវិញនោះដែរលុះរហូតក្រោយមកទៀតនៅក្បែរដើមជ្រៃនោះត្រូវបានអ្នកភូមិជីកដីបន្តិចម្ដងរហូតបានคล้ายជាត្រពាំងមួយបន្ទាប់មកអ្នកភូមិនៅទីនោះបានហៅភូមិដើមជ្រៃបដូរមកហៅភូមិត្រពាំងជ្រៃវិញម្ដងហើយរឿងព្រេងនៅដើមជ្រៃក្នុងភូមិត្រពាំងជ្រៃនេះបានអ្នកភូមិនិយាយដំណាលតគ្នារហូតមកដល់សព្វថ្ងៃនេះ